ថ្ងៃនេះដែរមកកាត់វីដេអូធ្វើជា vlog មួយដើរលេងជួបជុំគ្រួសារលក្ខណៈថាដំណើរកំសាន្តគ្រួសារអ្នកទាំងអស់គ្នាឥឡូវនេះមកដល់ទីតាំងដែលដើរលេងហើយក៏ហៅប៉ាម៉ាក់ប្អូនទាំងអស់គ្នាមកថតជួបជុំគ្នាអញ្ចឹងដើម្បីទុកជាអនុស្សាវរីយ៍នៅថ្ងៃក្រោយកុំឲ្យថាពេលដែលយើងដើរលេងអត់បាន selfie ទុកអញ្ចឹងអត់មានអនុស្សាវរីយ៍នៅថ្ងៃក្រោយអញ្ចឹងណាឥឡូវនេះមកថតជួបជុំគ្នាឲ្យទាំងសัตว์ទាំងព្រៃឈើតែម្ដងដឹងអត់ថាទីតាំងនេះនៅណាពិតជាដឹងថាបងប្អូនគាត់ស្គាល់ច្រើនកន្លែងហ្នឹងគេហៅថាភ្នំតាម៉ៅនឹងអស់គ្នាឥឡូវនេះមកដល់កន្លែងដំរីគឺខ្ជូតមែនតែដំរីនេះមិនមែនអូនលំហាត់ទេណាខ្ញុំបានទៅឃើញអូនលំហាត់ហើយតែនៅវីដេអូមួយទៀតព្រោះអីខ្ញុំកាត់អត់អស់ទេដោយសារថ្ងៃហ្នឹងដើរលេងគឺច្រើនមានពពួកសត្វព្រៃជាច្រើនសត្វព្រៃនៅភ្នំតាម៉ៅគឺមានច្រើនហើយក៏ខ្ញុំអត់សូវស្គាល់ដែរតែក៏ពិតទៅភ្នំតាម៉ៅបើយើងអត់ស្គាល់ខាងសត្វនីមួយចឹងគេដាក់ឈ្មោះឲ្យតែអាពេលហ្នឹងខ្ញុំអត់បានថតជាប់ឈ្មោះទេខ្ញុំស្គាល់តែពេលដែលខ្ញុំទៅដើរលេងទៅដល់ទីតាំងដល់ពេលមកដល់ផ្ទះគឺខ្ញុំភ្លេចអស់លេងនេះខ្ញុំតាមថតឆ្កែចចកតែអត់ជាប់នៅឆ្ងាយពេកនឹងអស់គ្នាឥឡូវនេះចាប់ផ្ដើមនាំគ្នាមកដល់ជ្រូកព្រៃនឹងច្រើនសបុកអ្នកអស់គ្នាដោយសារតាជ្រូកព្រៃជ្រូកមួយមិនមែនកើតកូន1 2ដូចមនុស្សយើងណាកើតម្ដង10ទៅ5-10កូនអញ្ចឹងវាច្រើនតិចបំផុត5ជ្រូកទៀតជ្រូកមានច្រើនត្រង់ហ្នឹងអ្នកគ្នាមានកូនទូចកូនធំហើយមានអាកូនទូចញ៉ក់ទៀតណាឥឡូវនេះក្មួយខ្ញុំគាត់ធ្វើសម្រាប់តាមជ្រូកគាត់ចេះធ្វើសលេងជ្រូកទៀតណាតែខ្ញុំអត់បានបញ្ចេញសលេងគាត់ដោយសារតាវាឈូឆរពេកទៅហ្នឹងណាអញ្ចឹងទៅក៏ខ្ញុំបញ្ចូលសលេងទៅនឹងអ្នកគ្នាព្រោះអីធម្មតាតែវីដេអូ original អញ្ចឹងត្រូវការសលេងពិតអញ្ចឹងណាឥឡូវនេះមកដល់កន្លែងសត្វភែងអស់គ្នាសត្វគេនិយាយទៅមូតលហ្មងណាឥឡូវនេះយើងមកដល់សត្វនេះខ្ជូតដែរខ្ជូតមែនតែនហើយនៅtrongវីដេអូមានតួសំខាន់របស់យើងកុំភ្លេចតាមដានដល់ចប់បងប្អូនទាំងអស់គ្នានេះខ្លាឃ្មុំគេចេះសម្ដែងសឲ្យយើងមើលបងប្អូនទាំងអស់គ្នាដើរទៅដើរមកអញ្ចឹងណាចាសូមអរគុណបងដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់នេះតួសំខាន់របស់យើង